កង់អាកុយຕົកចោលផ្ទុះឆេះរៀបដាផ្ទះអត់ទ្រព្យសម្បត្តិទាំងស្រុងជាប់លោកតាម្នាក់នៅបន្ទប់ជាន់លើភ្នំពេញផ្ទះវិឡាកូនកាត់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធើផ្ដើមចេញពីការសាកបញ្ចុះភ្លើងកង់អាកុយទុកចោលផ្ទុះឆាបឆេះរាលដាលដល់ទ្រព្យសម្បត្តិក្នុងផ្ទះជាប់លោកតាវ័យជាង70ឆ្នាំម្នាក់នៅបន្ទប់ជាន់លើកាលពីវេលាម៉ោង 8:50 នាទីយប់នៅថ្ងៃទី17 ខែមិនិនា 2026នៅវិឡាលេខ FZ26 ផ្លូវបេតុងបូរីឡូនស៊ីធីភូមិព្រៃពេញត្បូង1សង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបើតាមពលរដ្ឋជិតខាងបានឲ្យដឹងថាផ្ទះខាងលើប្រកបរបរលក់ដ្រូនសម្រាប់ប្រើវិស័យកសិកម្មនិងលក់កង់អាកុយហើយមុនកើតហេតុម្ចាស់ផ្ទះមិននៅទេមានតែយាយតានៅចាំផ្ទះស្រាប់តែវេលាមកខាងលើឮសូរសំឡេងផ្ទុះកង់អាកុយកំពុងតែសាក់ភ្លើងចេញជាអត់ដាតភ្លើងឆាបឆេះរាលដាលតែម្ដងចេញបានតែលោកយាយនៅលោកតាជាប់កាំងនៅបន្ទប់ជាន់លើហើយការខាងលើត្រូវបានកម្លាំងសមត្ថកិច្ចរថយន្តពលរដ្ឋអគ្គិភ័យរបស់អង្គភាព711កងតពលតូចលេខ70រថយន្តស្នងការក្រុងភ្នំពេញចេញទៅជួយអន្តរាគមន៍